សូមគោរពជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរมันខុសពីថ្ងៃរាល់ដងទេគឺមានអីសម្រាប់ដំណើរកម្សាន្តពួកខ្ញុំគឺអ្នកដូចជាអ្នកដើរព្រៃបោះតង់អីចឹងគឺមានរៀបចំកន្លែងចម្អិនម្ហូបនិងហូបអាហារពេលល្ងាចនិងពេលព្រឹកអញ្ចឹងដូចវីដេអូនេះដែរគឺខ្ញុំរៀបចំរោងទឹកដើម្បីការពារទឹកភ្លៀងព្រោះខែនេះគឺជារដូវវស្សាអញ្ចឹងយើងអត់ដឹងថាភ្លៀងស្មើណាពេលយប់ឬក៏ពេលថ្ងៃទេព្រោះខែនេះជាខែវស្សាអញ្ចឹងគឺយើងត្រូវតែការពារទប់ស្កាត់ជាមុនអញ្ចឹងដោយសារយើងកេងផ្ទាល់ដីហើយរៀងចម្រេលអញ្ចឹងបើសិនតែយើងអត់ទប់ស្កាត់ទេយប់ហ្នឹងនឹងរើមានបានកេងទេអញ្ចឹងមានតែធ្វើរោងទឹកភ្លៀងហើយបន្តមកទៀតគេមានតែចាប់ដើមបង្កាត់ភ្លើងអាំងត្រីហើយត្រីនេះគឺយើងបានទិញគេទេយើងបានដាក់ម៉ងពីម្សិលមិញហើយបានត្រីដូចជាច្រើនគួរសមដែរនៅ2គីឡូហើយមានត្រីកញ្ជូនជ័យមានត្រីក្រាញ់និងត្រីកត្រប់ហើយតែតោះនឹងនេះខ្ញុំយកដោយសារគ្នាខ្ញុំមាន2នាក់អញ្ចឹងខ្ញុំយកត្រីកញ្ជូនជ័យ2ក្បាលតែម្ដងព្រោះមានតែ2ក្បាលខ្ញុំអាំងហើយភ្លើងឆេះហើយយើងនឹងមិនវាលត់វាស្ងួតដែរប្រគំចុះប្រគំឡើងល្មមតែបានល្ងើកមកអាំងត្រីហ្នឹងយើងចាយពេលដូចជាយូរដែរល្មមបានល្ងើកមកអាំងហ្នឹងគឺគ្នាខ្ញុំ2នាក់ហ្នឹងគឺវាហេវលើសពីហេវបាត់ហើយហេវចង់ខកដែរព្រោះដូចជាយប់មិនមែនទេល្ងាចទេចូលលក្ខណៈយប់បាត់ហើយដោយសារខ្ញុំមកដំណើរកំសាន្តមួយនេះគឺខ្ញុំមករៀងល្ងាចដែរហើយមកដល់មករៀបចំកន្លែងរៀបចំហើយនេះកន្លែងសម្រាប់យើងល្ងាចហ្នឹងគឺមានអីទេមានតង់ឲ្យក្រាស្លឹកឈើពីក្រោមទៅហើយធ្វើរោងទឹកភ្លៀងដូចខ្ញុំធ្វើពីល្ងាចមិញអញ្ចឹងតែយប់មិញនេះដូចអត់ភ្លៀងណាពេញមួយយប់ហើយត្រីនេះវាក្រឆ្អិនទៀតខ្ញុំក៏ហេវឡើងល្វិតល្វើយមែនតើហើយកន្លែងហ្នឹងខ្យល់ហើយត្រជាក់មែនតើសូម្បីតែគុយនោះក៏អត់ចង់ឆ្ងាយពីភ្លើងដែរហើយឥឡូវដូចត្រីវាឆ្អិនហ្នឹងអញ្ចឹងមានតែយកត្រីវាឆ្អិនទៅល្អមកហ្នឹងមិនអាចហូបបានអញ្ចឹងក៏ខ្ញុំចាប់ដើមហូបទៅព្រោះហើយហាពេលល្ងាចនេះមិនទៅជាពេលល្ងាចទេឬចូលជាយប់ទៅហើយបងប្អូនដូចជាបើមិនម៉ោង8ចូលម៉ោង8 7 9ម៉ោង8ក្រាស់ទៅហើយល្មមទៅហូបហើយល្មមតែយើងរៀបចំហ្នឹងវាចូលម៉ោង9 7 10បានខ្ញុំបានចូលសារ៉ាហើយបន្ទាប់ពីយើងបរិភោគអាហារដល់ឈ្ងុយឆ្ងាញ់ពេលល្ងាចនេះក៏មានតែអត់បានធ្វើអីទេបើរាល់ដងគឺស្មានហ្នឹងខ្ញុំអាចស្ទូចត្រីឬក៏ដាក់បកាយដាក់អីឬក៏ចុះបាញ់ត្រីបាញ់អីបានអត់មានបានធ្វើអីទេគឺអស់កម្លាំងគឺសម្រាកតែម្ដងហើយក៏ព្រឹកឡើងក៏ងើបមកក៏បាត់គ្នាម្នាក់បើកតង់មកឃើញហើយកំពុងធ្វើម៉ូតូសារម៉ូតូសាមញ្ញមានបញ្ហាតិចតួចដីអត់ឆេះល្មមមកឆេះឆ្កឹះជាសំណាងដែរគ្នាខ្ញុំម្នាក់ទៀតគាត់ជំនាញម៉ូតូគាត់មិនជំនាញទេគាត់ធ្លាប់រៀនជាងបានតិចតួចអញ្ចឹងទៅក៏គាត់អាចដឹងពីកំហូចនៃម៉ូតូហ្នឹងអាចមិនថាបានធ្វើ 100% ក៏បានតែអាចជិះទៅមុខបានល្មមដល់ជាងអីចឹងណាឬក៏អាចជិះបដាអាសន្នបានវាមិន smooth វាមិនល្អ 100% ទេអាចបានចឹងអាចធ្វើដំណើរទៅមុខទៀតបានដល់យឺតចឹងគាត់អាចធ្វើទៅហើយទស្សនវិជ្ជានេះគឺមានពុកម៉ែបងប្អូនខ្លះអាចស្គាល់នៅកន្លែងនេះគឺហើយបើសិនជាខ្ញុំអត់ដែរមកក៏ខ្ញុំមកស្គាល់ទេព្រោះថតមកមិនដឹងសរៀងកន្លែងណាមិនថាគេស្គាល់បានអ្នកដែលធ្លាប់មកគឺស្គាល់ហើយនេះគឺជាអូសៀនជាតិការីរុំហើយមកនេះបានក្រងទុកទេគឺមកដល់សម្រាប់អស់កម្លាំងពេកទៅគាត់នឹកឃើញចូលនឹងមកស្រាក់មកយប់បដ ாய் ទៅអញ្ចឹងហើយមានអីទេបងប្អូនមានចម្អិនម្ហូបទៀតហើយព្រឹកនេះមានម្ហូបអីយើងត្រីដែលយើងដាក់ពីម្សិលមិញលេងម្សិលមិញទៅយើងម្សិលមួយថ្ងៃឯងត្រីខ្ញុំដាក់តកករហូតអញ្ចឹងវានៅតែសាច់ល្អអីល្អព្រោះខ្ញុំធ្វើពុះធ្វើអីទៅវាសាច់នៅល្អអញ្ចឹងខ្ញុំស្រេចចិត្តស្ងោរជ្រក់ហើយស្ងោរជ្រក់ខ្ញុំយកត្រីក្រាញ់2ក្បាលទៀតហើយតែតត្រីក្រាញ់មានតែ2ក្បាលនឹងទៀតក្រៅពីហ្នឹងសិតតែកត្រប់ទាំងអស់ត្រីវាជា2គីឡូហ្នឹងឥឡូវខ្ញុំស្ងោរ
ត្រីក្រាញ់2ក្បាលទៀតដើម្បីធ្វើម្ហូបពេលព្រឹកហ្នឹងដើម្បីយើងយកកម្លាំងធ្វើដំណើរទៅកន្លែងមួយទៀតអញ្ចឹងពុកម៉ែបងប្អូនហើយហ្នឹងហើយមានអីទេខ្វះគ្រឿងខ្វះក្រើចេះតែហូបបានហើយព្រោះអ្នកបោះតង់ដោយពួកខ្ញុំមិនក៏ហូបបានដែរអញ្ចឹងឲ្យតែមានអំបិលស្ករប៊ីចេងទេហើយតែអាចថាតែវាមិនទៅជា 100% គ្រឿងអាចខ្វះខ្លះប៉ុន្តែចេះហូបបានហើយក៏សម្រាប់ពួកខ្ញុំដើរព្រៃតែប៉ុណ្ណឹងគឺអស្ចារ្យហើយឥឡូវម្ហូបយើងឆ្អិនក៏យើងចាប់ផ្ដើមហូបហ្នឹងក៏បញ្ញាដើម្បីយើងរៀបចំបន្តដំណើរទៅកន្លែងមួយទៀតព្រោះកន្លែងដែលយើងក្រុងទុកនោះដូចជាឆ្ងាយដែរអញ្ចឹងដីចូលចិត្ត200គីឡូពីឧទ្យានជាតិគិរីរម្យហ្នឹងទៅហើយយើងចំពោះទៅខេត្តកោះកុងវិញអញ្ចឹងឆ្ងាយអញ្ចឹងក៏ពួកខ្ញុំបញ្ញាសំបីតែហូបបាយហ្នឹងក៏ចង់ត្រង់មកដែរព្រោះហូបនេះphảiខ្ទង់ម៉ោង7ចូល7:08នៅហូបនៅរៀបចំសម្បត្តិកន្លែងសម្រាប់អីផ្សេងទៀតក៏វាអាចចាយពេលម៉ោង8 9អីហ្នឹងអញ្ចឹងក៏រៀងបញ្ញាបន្តិចធ្វើរៀងលឿនកត្រាអញ្ចឹងបើមិនអញ្ចឹងទេកន្លែងទី2ហ្នឹងយប់ទៀតគ្មានបានធ្វើអីទេបានតែបោះតង់រៀបកន្លែងគេងហើយចំអិនម្ហូបស្រាកទៀតអញ្ចឹងអត់បានបបកត្រីឬក៏ស្ទូចត្រីឬក៏អីទេអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងឯងអញ្ចឹងឥឡូវធ្វើដំណើរចេញទៅវិញឯងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ទស្សនាវីដេអូបន្តទៀតសូមជួយ follow page Go with me ដោយខ្ញុំបាទសុភ័ក្រសូមអរគុណ